នេះគឺជាយន្តហោះបំបាំងកាយទំនើបបំផុតរបស់រុស្ស៊ីបើនិយាយពីយន្តហោះចម្បាំងបងប្អូនប្រកាសជាគិតថាយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកមានបច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោកហើយប៉ុន្តែយន្តហោះចម្បាំងមួយប្រភេទនេះវាក៏មានបច្ចេកវិទ្យាមិនចាញ់ F-35 របស់សហរដ្ឋអាមេរិកប៉ុន្មានដែរអោះចង់ដឹងថាយន្តហោះមួយប្រភេទនេះវាមានបច្ចេកវិទ្យាទំនើបអ្វីខ្លះយើងមកធ្វើការស្វែងយល់ពីយន្តហោះចម្បាំងមួយប្រភេទនេះទាំងអស់គ្នាយន្តហោះចម្បាំង Su-57 គឺជាយន្តហោះចម្បាំងចំនួនទី5របស់រុស្ស៊ីយន្តហោះនេះរចនាឡើងដើម្បីបំបាំងកាយពីលោកខាងលិចគឺការរចនាសង្កត់ធ្ងន់របស់វាទៅលើមុខងារបំបាំងកាយនេះតែម្ដងវាត្រូវបានគេបង្កើតឡើងដើម្បីប្រកួតប្រជែងនឹងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកដូចជា F-22 Raptor និង F-35 Lightning II Su-57 វាមានប្រវែង20.1 ម៉ែត្រនិងទទឹងស្លាប 14.1 ម៉ែត្រកម្ពស់ 4.6 ម៉ែត្រទម្ងន់ប្រហែល 18 តោននិងទម្ងន់អតិបរមាប្រហែល 35 តោនវាអាចហោះបានល្បឿន 2470 គីឡូម៉ែត្រក្នុង1ម៉ោងផងដែរនិងហោះបានកម្ពស់អតិបរមា 20,000 ម៉ែត្រវាអាចផ្ទុកកាំជ្រួចបាញ់ពីអាកាសទៅអាកាសប្រភេទ O-77 ប្រភេទ O-74 M2B កាំជ្រួចបាញ់ពីអាកាសទៅដី KH-59 MK2 និង KH-38 និងបំពាក់កំភ្លើង 30 មីលីម៉ែត្រប្រភេទ GSH-30 កងទ័ពអាកាសរបស់រុស្ស៊ីមានយន្តហោះចម្បាំង Su-57 ប្រហែល 20 ទៅ 25 គ្រឿងបើគិតត្រឹមឆ្នាំ 2025 នឹងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី អាល់ហ្សេរី និងប្រទេសផ្សេងៗទៀតSu-57 វាមានតម្លៃចន្លោះ 40 ទៅ 50 លានដុល្លារប្រហែល 1/3 នៃយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកយន្តហោះចម្បាំង Su-57 តំណាងឲ្យការខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សាភាពពាក់ព័ន្ធនៃថាមពលអាកាសបើទោះបីជាមានឧបសគ្គខាងសេដ្ឋកិច្ចក៏ដោយបន្ទាប់ពីបញ្ហាប្រឈមជាច្រើនឆ្នាំនៃការអភិវឌ្ឍយន្តហោះចម្បាំងនេះសម្រេចបាននូវសមត្ថភាពប្រតិបត្តិការដំបូងក្នុងឆ្នាំ 2020 ដោយយ៉ាងហោចណាស់ 10 គ្រឿងត្រូវបានចែកចាយនិងលើសពី 70 គ្រឿងក្រងទុកប្រសិនបើប្រៀបធៀបនឹង F-35 ប្រយុទ្ធដោយលាក់ខ្លួន F-35 នៅតែល្អជាងប្រសិនបើប្រយុទ្ធប្រកបដោយល្បឿននិងអាវុធធន់ធ្ងន់ Su-57 ល្អជាងប៉ុន្តែតាមការវាយតម្លៃអន្តរជាតិនៅក្នុងឆ្នាំ 2025 F-35 ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងចំនួនទី5ល្អជាងគេបំផុតនៅពេលនេះ